បងប្អូនចង់ដឹងថាតើធ្វើយ៉ាងណាដើម្បីឲ្យសុខភាពល្អសម្រស់ស្រស់ស្អាតហើយអាយុវែងហ៎ខ្ញុំមានបទពិសោធន៍មួយសម្រាប់ខ្លួនខ្ញុំផ្ទាល់ដែលខ្ញុំបានធ្វើវាកន្លងមកចាដោយសារតែ75%នៃរាងកាយគឺត្រូវការទឹកអញ្ចឹងមិនមែនឲ្យតែញ៉ាំទឹកគឺយើងសិតតែទទួលបានផលទេទី1គឺបងប្អូនត្រូវញ៉ាំឲ្យទៀងទាត់ទី2ត្រូវញ៉ាំឲ្យគ្រប់គ្រាន់ទី3ត្រូវញ៉ាំឲ្យត្រឹមត្រូវទី4គឺត្រូវញ៉ាំទឹកដែលល្អចាអញ្ចឹងរបៀបពេលវេលាល្អដែលត្រូវញ៉ាំទឹកគឺមាន8ចំណុចទី1គឺបងប្អូនត្រូវតែញ៉ាំទឹកក្រោយងើបពីគេងដើម្បីជំនួយដល់សរីរាង្គខាងក្នុងចាទី2បងប្អូនត្រូវញ៉ាំទឹកក្រោយធ្វើលំហាត់ប្រាណហើយចាដើម្បីធ្វើឲ្យចង្វាក់បេះដូងលោតធម្មតាវិញទី3មុនពេលបាយកន្លះម៉ោងជំនួយដល់ការរំលាយអាហារចាទី4គឺមុនងូតទឹកដើម្បីធ្វើឲ្យសម្ពាធឈាមទាបការពារដាច់សរសៃឈាមចាទី5គឺមុនចូលគេងគឺបំពេញជាតិទឹកក្នុងខ្លួនដែលបានបាត់បង់ចាទី6គឺពេលដែលយើងមានជំងឺចាហេតុអីបានយើងញ៉ាំពេលមានជំងឺព្រោះបំពេញជាតិទឹកដើម្បីឲ្យសរីរាង្គធ្វើការធម្មតាវិញចាទី7គឺពេលមានអារម្មណ៍ហត់ធ្វើឲ្យអ្នកមានកម្លាំងហង្ហែងវិញចាទី8ពេលនៅបរិយាកាសដែលមានមេរោគនិងអ្នកជំងឺគឺយើងត្រូវតែញ៉ាំទឹកដើម្បីកុំឲ្យមេរោគចូលក្នុងខ្លួននិងនៅក្នុងខ្លួនយូរអញ្ចឹងសម្រាប់បងប្អូនដែលស្រឡាញ់សុខភាពចង់ថែរក្សាសុខភាពតាមបែបធម្មជាតិអាចជ្រើសរើសយកទឹកធ្វើជាឱសថញ៉ាំតាមការណែនាំ8ចំណុចហ្នឹងគឺជួយបងប្អូនសុខភាពល្អសម្រស់ស្រស់ស្អាតហើយចាគឺអាយុវែងទៀតចា